ហើយស្អីគេហ្នឹងមើលទៅរ៉ក់ដូចជាទឹកនោមគោយីមានភ្នែកបើកមើលឲ្យច្បាស់លាស់សិនមើលកុំអាំងមានមាត់ចេះតែនិយាយនោះហ្នឹងហើយបើឃើញលឿងដូចទឹកនោមគោមែនមិនអោយថាអញ្ចឹងហីទោះដូចមិនដូចក៏ដោយក៏យើងត្រូវមើលច្បាស់លាស់សិនមុននឹងបរិយាយមុននឹងពិភាក្សារឿងអ្វីមួយនោះកុំឲ្យមានការខុសឆ្គងនៅពេលក្រោយអញ្ចឹងទេហីឥឡូវចេះគ្នាសុំទោសបើអញ្ចឹងក៏សួរក៏បានដែរតើឯងកំពុងធ្វើអីថ្ងៃនេះមើលទៅដូចជាប្លែកខុសពីធម្មតាហ្នឹងណាមានអីសួរអញ្ចឹងមកអ្នកណាគេថាស្អីទៅគេដឹងហើយកាលពីក្បាលដំបងគេសួរបែបហ្នឹងគេចង់និយាយលេងទេគ្នាចង់ដឹងថាឯងហ្នឹងគ្រប់គ្រងអារម្មណ៍បានកម្រិតណាអញ្ចឹងទេតាមពិតឯងចង់សាកជាមួយយើងសោះហ្នឹងប្រាប់មកធ្វើអីឲ្យប្រកាសគ្នាចង់ដឹងខ្លាំងណាគេប្រាប់ដឹងតែគេប្រាប់ហើយត្រៀមតែតិចស្ដាប់ទៅមកប្រាប់មកកុំអូកន្លះយូរពេកធុញណាចង់ដឹងពីគេប៉ុន្តែធុញពីគេហើយគិតអីហ្នឹងថាប្រាប់មកកុំតាប៉ែតោះឥឡូវកុំឲ្យគេថាឯងតប៉ែតោះឥឡូវចាំស្ដាប់ថ្ងៃនេះគឺជាថ្ងៃពិសេសទៀតហើយមនុស្សមួយចំនួនគឺមិនបានដឹងមិនបានស្គាល់នឹងទេថានេះគឺជាអ្វីតែមនុស្សមួយចំនួនក៏បានដឹងហើយថាសកម្មភាពបែបនេះថាខ្ញុំនឹងធ្វើអ្វីតែមុននឹងរៀបរាប់ខ្ញុំចង់ប្រាប់បងប្អូនថាការធ្វើនេះមិនមែនចេញពីគំនិតរបស់ខ្ញុំទេសកម្មភាពថ្ងៃនេះគឺធ្វើស្ករចេញពីចេកណាំវ៉ាបងប្អូនក៏អត់ទៅឮថាស្ករចេកណាំវ៉ាហ្នឹងក៏ប្លែកដែរជាដំបូងហ្នឹងបងប្អូនត្រូវតែមានចេកទុំដែលខ្លាំងហើយបកវាយកទៅផ្លាស់សេក្នុងទូកកដល់ពេលដែលដាក់ក្នុងទូកកបានរយៈពេលយប់ហើយខ្ញុំក៏បានយកវាចេញទៅដាក់ក្នុងទូធម្មតាចំណែកឯការដាក់ក្នុងទូធម្មតានេះក៏រយៈពេល2យប់ដូចគ្នាដល់ពេលដែលស្កររបស់យើងឡើងភ្លើងអង្ក្រងហើយយើងកូរវារហូតទៅដល់ដាច់ទឹកចង់បញ្ជាក់ផងដែរថាកំឡុងពេលនេះគឺយើងប្រយ័ត្នប្រយែងបំផុតព្រោះខ្លាចស្កររបស់យើងខ្លោចបងប្អូនមកដល់ដំណាក់កាលហ្នឹងហើយមានន័យថាការធ្វើស្ករចេករបស់យើងគឺជោគជ័យហើយចំណែករសជាតិរបស់វាផ្អែមដូចស្ករទូទៅដូច្នោះឯងប៉ុន្តែវាមានជាតិជូរនៅក្នុងនោះដែរបាទក្លិនរបស់វាចេញពីផ្លែចេកតែម្ដងសម្រាប់វីដេអូធ្វើស្ករចេកគឺមានតែប៉ុណ្្នឹងឯងបងប្អូនកុំភ្លេចជួយគាំទ្រនៅវីដេអូរបស់ខ្ញុំផ្សេងៗផងអរគុណជម្រាបលាជួបគ្នាវីដេអូក្រោយបាយបាយ